ជាអ្នកសិស្សឆ្នាំទី4ផងជា content creator ផងទៅដល់ណាក៏ត្រូវតែរៀនទៅដល់ណាក៏ត្រូវកាត់វីដេអូដែរហើយដឹងអត់ថាអីគេជាបញ្ហាចម្បងរបស់ខ្ញុំក្នុងការធ្វើកិច្ចការអស់នោះការងាររបស់ខ្ញុំអត់មានច្រើនទេចេញពីសាលាមានតែអង្គុយរៀនស្រាវជ្រាវបន្ថែម research ពីនេះពីនោះឬក៏ធ្វើ assignment ហើយក៏ធ្វើបង្កើតវីដេអូផុសវីដេអូដែរប៉ុន្តែរឿងដែលខ្ញុំត្រូវធ្វើហ្នឹងទាមទារសុទ្ធតែអ៊ីនធឺណិតទាំងអស់ពេលខ្លះអ៊ីនធឺណិត 4G ក៏អាចជួយខ្ញុំបានដែរចាំធ្វើរឿងស្ទះការងារខ្ញុំមែនតើបាននិយាយពីរឿងអ៊ីនធឺណិតនេះខ្ញុំចង់ចែករំលែករឿងមួយដល់អ្នកទាំងគ្នានៅចាំមកកាប់ពីវីដេអូមួយដែលខ្ញុំប្រាប់ថា Xiaomi Cambodia មានអ្វីពិសេសជូនអ្នកទាំងគ្នាឥឡូវនេះទូរស័ព្ទ Redmi 15 5G និង 15C 5G បានចេញជារូបរាងហើយជាមួយនឹងអ៊ីនធឺណិត 5G ដែលរហ័សហើយលឿនជាងមុនទៀតអញ្ចឹងតោះទៅមើល full video ដែលខ្ញុំ review ពីទូរស័ព្ទនេះអត់អ្នកគ្នាមើល Let's go មួយនេះជាទូរស័ព្ទ Redmi 15C 5G មានអេក្រង់ធំសម្រាប់សិក្សានិងកម្សាន្តទំហំ 6.9 inch 120Hz រូបរាងគេស្ដើងដូចសភៅចឹងសំខាន់ថ្មធំរហូតដល់ 6000 mAh អាចប្រើប្រាស់បានរហូតដល់2ថ្ងៃហើយ model មួយនេះគឺអាចប្រើប្រាស់ជាមួយនឹង 5G បានហើយបើជាមួយអ៊ីនធឺណិត 5G គឺយើងអាចប្រើប្រាស់បានដោយរលូនកាន់តែលឿននិង smooth ជាងមុនបើនិយាយពីកាមេរ៉ាក្រោយវិញទំហំ 50 megapixel ធ្វើឲ្យរូបថតកាន់តែស្អាតហើយច្បាស់សំខាន់ទូរស័ព្ទនេះមានរហូតដល់3ពណ៌ស្អាតៗបើតម្លៃវិញ$139សម្រាប់ 128GB មួយនេះវិញជា Redmi 15 5G អេក្រង់ 6.9 inch 144Hz មានថ្ម 7000 mAh អាចយកទៅសាច់ជាមួយឧបករណ៍ផ្សេងៗដូច power bank ចឹង model មួយនេះក៏អាចប្រើប្រាស់ជាមួយអ៊ីនធឺណិត 5G ដូចគ្នាហើយតម្លៃវិញតែ$189សម្រាប់ 256GB ឥឡូវហ្នឹងមានកាដូថែមជូនទៀតទទួលបាន power bank តម្លៃ$15មានបានធានារយៈពេល1ឆ្នាំហើយមានកាដូផ្សេងៗទៀតអ្នកទាំងគ្នាអាចទៅរកទិញបាននៅបណ្ដាហាងទូរស័ព្ទដៃឬ Xiaomi Store គ្រប់សាខាតម្លៃវិញចាប់ពី$139បើចង់ដឹងព័ត៌មានកាន់តែលម្អិតអាចចូលទៅ page ផ្លូវការរបស់ Xiaomi Cambodia បានបាយបាយ